ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមបង្ហាញនៅការធ្វើម្ហូបមួយដែលមានឈ្មោះថាសម្លប្រហើរខ្ទិះទំពាំងមុខម្ហូបមួយនេះគឺជាមុខម្ហូបដែលញ៉ាំមិនសូវទលាន់ទេដោយសារតែវារសជាតិមានសត់ដិតខ្លាំងអញ្ចឹងមកតាមដានទស្សនាទៅអំពីរូបមន្តនិងរបៀបធ្វើទាំងអស់គ្នាថាតើមានគ្រឿងផ្សំអីគេខ្លះដូចក្នុងវីដេអូនេះអ្នកនរបានឃើញគឺមានបន្លែបៃតងជាច្រើនពិសេសគឺមានទំពាំងមានផ្សិតមានម្រំមានស្លឹកបាសមានផ្ទីមានននងមានលពៅអញ្ចឹងទៅហើយក៏អ្នកលក់ក៏ថែមខ្ជាយឲ្យផងហើយលេខជាមួយនឹងគល់អក្រីក៏ហើយក៏មួយទៀតក៏មានផ្លេចជាមួយនឹងហើយពោហើយនឹងអមជាមួយនឹងស្លឹកជីលីងលាក់ដើម្បីជួយបន្ថែមរសជាតិនៃសម្លម្ហូបនេះក្នុងការស្លប្រហើរទំពាំងខ្ទិះនេះនឹងដែរក៏មានខឲ្យអំពីការស្លប្រហើរននងហើយនឹងសម្លប្រហើរផ្សេងទៀតទេគឺជាទូទៅគឺគេដាក់ស្លឹកគ្រៃគេដាក់ប្រហុកគេដាក់ខ្ជាយអីនឹងឯងហើយក្រោមមកទៀតក៏គេដាក់លពៅដាក់ននងដាក់បន្លែផ្សេងដាក់ត្រីដាក់អីចូលហើយនឹងថែមខ្ទិះដូងខ្ទិះអីចឹងណាហើយចំពោះត្រីគេអាចរើសតាមប្រភេទដែលគាត់ចង់ដាក់អ្នកទាំងអស់គ្នាចង់ប្រើត្រីពោត្រីរ៉ស់ត្រីផ្ទក់ត្រីអីក៏បានដែរដែលអ្នកនរគ្នាចូលចិត្តក្រោយពីទឹកពុះហើយក៏បងត្រីបងបន្លែណាដែលវាមិនសោឆ្ងាយផុយចឹងទៅណាដាក់ទំពាំងដាក់អីចូលទៅជាមួយនឹងបន្លែផ្សិតក្រោយមកទៀតក៏លាយជាមួយនឹងខ្ទិះដូងទៅដើម្បីបន្ថែមជាមួយនឹងរសជាតិដែលយើងចង់ឲ្យវាមានឈ្មោះថាលបហើខ្ទិះទំពាំងនេះជារបៀបដែលខ្ញុំធ្វើតែក៏មិនដឹងថាអ្នកទាំងអស់គ្នាធ្វើនឹងខុសពីខ្ញុំបែបណាទេអញ្ចឹងអាចខមមិនខាងក្រោមបើសិនជាការធ្វើមានរូបមន្តឬក៏របៀបខុសគ្នាតែខ្ញុំជឿថារសជាតិនៃម្ហូបមួយមុខនេះនៅពេលដែលឆ្អិនច្បាស់ជាផាកប្រហែលគ្នានៅឯងវាមិនទៅឆ្ងាយពីគ្នាដែរព្រោះវានៅតែឈ្មោះប្រហើដដែលទេគាត់ថាវាមុខក្រោយយ៉ាងទៅវាអាចរសជាតិខុសគ្នាតិចតួចតែអាស្រ័យទៅលើការចូលចិត្តហើយចុងក្រោយបងលីងលាក់អីចឹងទៅក៏បញ្ចប់នៃមុខម្ហូបមួយនេះគឺឆ្អិនអាចហូបបានតែម្ដងហើយអ្នកទាំងអស់គ្នាមិនដឹងទេថាសម្លប្រហើរខ្ទិះទំពាំងនេះគឺជាម្ហូបខ្មែរមួយមុខដែលមានរសជាតិឆ្ងាញ់ហើយអាចផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើនព្រោះផ្សំឡើងពីទំពាំងខ្ទិះដូងនិងគ្រឿងផ្សំធម្មជាតិផ្សេងខ្ញុំនឹងចែករំលែកអំពីអត្ថប្រយោជន៍នៃសម្លទំពាំងមួយមុខនេះទីមួយវាសម្បូរទៅដោយជាតិសរសៃ fiber វាផ្ដល់វីតាមីននិងសារធាតុរ៉ែវាជួយដល់សុខភាពបេះដូងរបស់យើងហើយវាមានផ្ដល់នៅធម្មពលពីខ្ទិះដូងវាមានជាតិកាឡូរីនិងខ្លាញ់ខ្ពស់ដូច្នេះគួរទទួលទានក្នុងបរិមាណសមរម្យពិសេសអ្នកដែលមានបញ្ហាកូលេស្តេរ៉ុលខ្ពស់ឬក៏ចង់គ្រប់គ្រងទម្ងន់គឺកុំហូបច្រើនពេកត្រូវប្រាកដថាទំពាំងស្ងោរបានឆ្អិនល្អហើយមុននឹងទទួលទានណាសម្លប្រហើរទំពាំងនេះគឺជាម្ហូបដ៏ពិសេសមែនទែនដែលផ្ដល់ជាតិសរសៃវីតាមីននិងសារធាតុរ៉ែជាច្រើនហើយបើទទួលទានក្នុងបរិមាណសមរម្យវាអាចជួយគ្រប់គ្រងសុខភាពបានល្អ